ការផ្សងព្រេងរបស់ភិក្ខុសេននៅស្រុកមួយឆ្ងាយពីទីក្រុងមានភិក្ខុបីកាដាព្រះអង្គម្នាក់ឈ្មោះថាភិក្ខុសេនព្រះអង្គគឺជាព្រះសង្ឃដែលពេញនិយមចំពោះប្រជាជនក្នុងស្រុកដោយសារជំនឿនិងការប្រកបសញ្ញាដោយសុចរិតថ្ងៃមួយព្រះអង្គសេនបាននិមន្តចូលទៅក្នុងព្រៃជ្រៅនិងធ្វើសមាធិឆ្ងាយពីភាពរំខានព្រឹកថ្ងៃដើមខែភទ្របទព្រះអង្គសេនយកសំពត់កន្សែងនិងឆ័ត្រធ្វើដំណើរចូលទៅព្រៃជ្រៅព្រៃនេះជាតំបន់ដែលមនុស្សមិនសូវឈានជើងដោយសារជាតំបន់មានសត្វសាហាវនិងសត្វព្រៃច្រើនប៉ុន្តែព្រះអង្គសេនមិនភ័យខ្លាចឡើយដោយមានជំនឿខ្ពស់លើអភិធម្មនិងការការពារពីព្រះធម៌ពេលរាត្រីកំពុងចុះភ្លឺបន្ទាប់ពីព្រះអង្គបានធ្វើសមាធិសម្រាប់នៅកន្លែងខ្ពស់មួយព្រះអង្គឮសំឡេងចម្លែកនិងបញ្ចេញក្លិនស្អុយពេលបាត់ភ្នែកមើលឃើញរូបខ្មោចព្រាយកំពុងសម្លឹងមើលចេញពីដើមឈើចំណាស់មួយតែភិក្ខុសេនមិនខ្លាចឡើយព្រះអង្គសន្ទនាជាមួយវាដោយក្តីមេត្តាហើយប្រាប់វាអំពីកុសលធម៌និងជួយឲ្យវាប្រែចិត្តចាកចេញពីកំហុសបណ្ដាលឲ្យខ្មោចនោះលាក់បាត់ទៅជាសញ្ញានៃការចាកពីវិស័យអាក្រក់ព្រឹកឡើងខណៈព្រះអង្គកំពុងស្វែងរកទឹកជាមួយស្បុំដើម្បីស្រង់ទឹកព្រះអង្គបានជួបពស់ធំមួយជិតស្នាក់ពស់ធំនោះលាបជើងអង្គសេនតែអង្គមិនខ្លាចឡើយដោយអង្គសមាធិនិងថ្លែងពាក្យមេត្តាពស់នោះបែរជាស្ងប់ស្ងៀមហើយរអិលចាក់ចេញទៅទិសទៀតដូចជាសារភាពថាវាមានការខកចិត្តជាខ្លាំងក្រោយពេលជួបវិបត្តិជាច្រើននៅក្នុងព្រៃភិក្ខុសេនបានបន្តបបោសិទ្ធដោយក្តីស្ងប់ព្រះអង្គបានសមាធិយ៉ាងជ្រៅនិងបានឃើញនៅចំណល់ជាច្រើនអំពីជីវិតព្រះអង្គមានសង្ឃដីកាថាពេលវេលាដែលនៅក្នុងព្រៃជ្រៅនេះបានជួយឲ្យព្រះអង្គបង្កើននៅសម្ព័ន្ធនៃចិត្តទៅកាន់ធម៌និងការយល់ដឹងអំពីការរស់នៅតាមសេចក្តីពិតក្រោមស្រមោលដើមឈើធំមួយក្នុងពេលរាត្រីស្ងប់ស្ងាត់បន្ទាប់ពីធ្វើសមាធិនៅលើផែនថ្មនៅក្នុងសភាពអារម្មណ៍ជាខ្យល់ត្រជាក់និងពន្លឺច័ន្ទនៅខណៈព្រះអង្គកំពុងសមាធិនោះព្រះអង្គមានអារម្មណ៍ថាមានចលនាមកចិត្តគ្រប់ជ្រុងជ្រោយពេលបាត់ភ្នែកឃើញស្រីស្រស់ម្នាក់កំពុងយាងចូលមកជិតព្រះអង្គនាងស្លៀកសម្លៀកបំពាក់សាមញ្ញប៉ុន្តែគួរឲ្យទាក់ទាញជាទីបំផុតព្រះអង្គមានសេចក្តីដឹងថានាងមិនមែនជាមនុស្សទេព្រះអង្គគង់យ៉ាងសន្តិភាពក្នុងចិត្តមិនរុញជួយចិត្តប្លែកទេខណៈដែលនាងនិយាយដោយសំឡេងទន់នាងបានសាចតិចហើយបង្ហាញចង្កូមស្រួចមុតក្នុងបែបបត់លាក់លៀមពេលនោះភិក្ខុសេនយល់ច្បាស់ថានាងជាខ្មោចដែលបន្តរូបមកបំភាន់មិនយូរបន្ទាប់ពីសាច់រូបកាយដ៏ស្រស់ស្អាតនោះចាប់តាមប្រែទៅជារូបរាងពិតរបស់នាងផ្ទាល់ហើយបានបង្ហាញស្បែកខ្មៅមុខមាត់របួសពុករលួយនិងភ្នែកសស្លែតទន្ទឹមនឹងនោះមានក្លិនស្អុយចេញពីសាច់រូបរាងកាយរបស់នាងប៉ុន្តែភិក្ខុសេនមិនខ្លាចនោះឡើយព្រះអង្គបានសម្ដែងថ្លែងពាក្យប្រោសល្អដោយចិត្តមេត្តារបស់ព្រះអង្គហាងព្រះអង្គមានសង្ឃដីកាថាចូលនាងចាំស្ដាប់កំណើតនិងសេចក្តីស្លាប់គឺជាផ្នែកនៃចរន្តរបស់ធម្មជាតិមនុស្សទាំងអស់មានពេលកើតមានពេលស្លាប់បានអ្នកនៅក្នុងសេចក្តីវេទនាសូមទុកចិត្តលើកុសលធម៌ដើម្បីចាត់ចេញពីភាពអាបធ្មប់នេះនាងស្ទាក់ស្ទើរក្នុងរយៈពេលនោះបន្ទាប់មកភ្នែករបស់នាងក៏បង្ហាញភាពស្រស់ស្រាយជាលើកចុងក្រោយរូបនាងរលាយបាត់ទៅជាពណ៌លឺតូចស្រាលបក់ទៅក្នុងខ្យល់នាពេលយប់នោះបាត់ទៅហាក់ដូចជាចូលទៅក្នុងសពនិរន្តរ៍របស់ព្រលឹងនោះដោយសារតែព្រះអង្គបានឧទ្ទិសកុសលផលបុណ្យជូនទៅឲ្យនាង